មិនក្រុមប្រឹក្សាឃុំគាត់មកតែមកផ្លែតហើយគាត់ចេញទៅវិញអស់អញ្ចឹងពីមុនមកខ្ញុំជាកម្មកររោងចក្រទេចាដល់ពេលខ្ញុំឈប់ពីរោងចក្រមានពេលវេលាខ្លះនៅផ្ទះមានពេលវេលាខ្លះចូលរួមការស្ម័គ្រចិត្តចឹងហើយក៏ទទួលបានការផ្ដល់ឱកាសពីក្រុមការងារជាពិសេសអ៊ំពូមីងដែលជាក្រុមប្រឹក្សាឃុំមុននេះឯងគាត់បានលើកទឹកចិត្តឲ្យខ្ញុំចូលជាអ្នកស្ម័គ្រចិត្តហើយពេលជ្រើសរើសដំបូងគឺមានការដាក់ពាក្យបំពេញប្រវត្តិរូបដាក់ពាក្យសុំចូលអញ្ចឹងនៅក្នុងក្រុមពេលសុំចូលនោះគឺមាន4នាក់នៅក្នុងនោះមាននារី2នាក់ដែលមានខ្ញុំផ្ទាល់ហើយមានប្អូនស្រីម្នាក់ហើយចំពោះការអនុវត្តគម្រោងគណនេយ្យភាពនេះទៀតសោតគឺពិសេសសម្រាប់ខ្ញុំហ្មងកាលពីមុនខ្ញុំលើកឧទាហរណ៍មួយនិយាយដើមខ្លួនឯងដាក់មីក្រូនិយាយពីសភៅសិក្សាគោលហើយសភៅពុំហ៊ានតែនិយាយសភៅសិក្សាគោលអត់ស្គាល់ទេស្គាល់តែសភៅពុំហើយចឹងមិនគេមិននិយាយសភៅពុំនិយាយសភៅសិក្សាគោលវគ្គឆមាសនៅសាលាពីថ្ងៃចូលកងដល់ថ្ងៃវ៉ាកងមានរយៈពេលប្រហែលថ្ងៃខ្ញុំអត់ដឹងទេតែនៅពេលដែលខ្ញុំបានចូលជាអ្នកស្ម័គ្រចិត្តជាអ្នកសម្របសម្រួលនៅក្នុងជាការងារសហគមន៍នេះខ្ញុំបានយល់ដឹងច្រើនពាក់ព័ន្ធជាមួយនឹងការផ្ដល់សេវាខ្ញុំចូលនៅនេះសាក់សីរស់មានខ្ញុំមកសាលាឃុំដំបងចឹងមិនក្រុមប្រឹក្សាឃុំគាត់មកតែមកផ្លែតហើយគាត់ចេញទៅវិញអស់អញ្ចឹងអត់មានអ្នកនៅឡាឃុំអញ្ចឹងហេតុអីមិនបានមកបោះដីហើយស្ដាប់មេនិយាយតែមកប្រាំហើយទៅវិញអស់អញ្ចឹងខ្ញុំខ្លួនឯងអត់ដឹងទេថាក្រុមប្រឹក្សាឃុំគាត់មានតួនាទីធ្វើអីគេខ្លះដល់ពេលខ្ញុំបានចូលគម្រោងហ្នឹងបានខ្ញុំភ្ញាក់ខ្លួនក្រុមប្រឹក្សាឃុំមិនមែនមានតួនាទីតែអង្គុយនៅសាលាឃុំទេសំខាន់គឺគាត់ត្រូវតែចុះដល់មូលដ្ឋានគាត់ទៅមើលវិជាពលរដ្ឋគាត់តើមានបញ្ហាអីគេខ្លះហើយអ្វីដែលត្រូវតែឲ្យគាត់ដោះស្រាយខ្លះអានេះជាក់ស្ដែងសាក់សីរស់មានអញ្ចឹងការអនុវត្តក្របខ័ណ្ឌគម្រោងគណនេយ្យភាពគឺពិសេសទាំងការពង្រឹងស្មារតីពង្រឹងចំណេះដឹងដោយភាសាថ្នាក់ដឹកនាំគាត់ថាបើយើងនិយាយតែម្នាក់យើងអត់នេះទេបើយើងផ្សព្វផ្សាយឲ្យមនុស្សច្រើនអ្នកដឹងអញ្ចឹងនៅក្នុងសហគមន៍នឹងពិតជាដឹងហើយមួយទៀតនៅពេលដែលជាក់ស្ដែងគឺភូមិខ្ញុំរស់នៅតែម្ដងពេលខ្ញុំចូលទៅប្រជុំដំបូងមានតែ10នាក់អីទេក្រុមខាស់ពេលនោះពាក់អាវទៅនិយាយហើយមើលធ្វើអីមើលសួរធ្វើអីយកកាត់សម្លេងរបស់ខ្ញុំកាត់តម្រូវការរបស់ខ្ញុំនឹងយកទៅណារាល់ថ្ងៃនឹងឃុំធ្វើអីធ្វើទៅគ្មានពាក់ព័ន្ធមួយខ្ញុំទេប៉ុន្តែនៅពេលដែលយើងអនុវត្តក្របខ័ណ្ឌរោងគណនេយ្យភាពធ្វើឲ្យគាត់មានការចូលរួមមួយយើងច្រើនថ្ងៃមុនទៅប្រជុំពាក់ព័ន្ធជាមួយនឹងការដាក់បន្ទុកឲ្យមណ្ឌលសុខភាព57នាក់ចូលរួមចង់បានន័យថាដល់ពេលដែលយើងបញ្ជ្រាបពីចំណេះដឹងការផ្ដល់សេវាជូនទៅដល់ប្រជាពលរដ្ឋឲ្យគាត់មានការយល់ដឹងទាំងរដ្ឋបាលឃុំទាំងមណ្ឌលសុខភាពទាំងសាលាបឋមសិក្សាចង់ធ្វើឲ្យគាត់មានស្មារតីចូលរួមមួយយើងច្រើនបញ្ហាតម្រូវការប្រឈមគាត់ដោយលោកមេឃុំក៏បានលើកចឹងពេលខ្លះពេលអាវក្រុមប្រឹក្សាឃុំទៅប្រជុំគាត់អត់ហ៊ានលើកទេឧទាហរណ៍ថាធ្វើបានក្រីក្រគាត់លើកថាខ្ញុំពិបាកពេលខ្លះគាត់អត់លើកខ្លួនឯងទៀតគាត់ថាគ្រួសារមួយនោះពិបាកដល់ហើយហេតុអីមិនទៅនេះឲ្យគាត់ផងតែដល់ពេលក្រុមខាសគាត់ទៅលើកទៅប្រជុំគាត់លើកទឹកចិត្តឲ្យខាសនឹងហ៊ានទេផែនការតម្រូវការរបស់គាត់នឹងដាក់ចូលទៅក្នុងតារាងទីហោមួយនៅក្នុងឆ្នាំ2025ហើយ2026ទិញឡានសង្គ្រោះបន្ទាន់ដាក់នៅមណ្ឌលសុខភាពព្រោះផែនការរបស់ខ្ញុំ35អនុវត្តបានចាប់សពគ្រប់33ហើយកំពុងអនុវត្តមួយមិនទាន់អនុវត្តមួយមិនទាន់អនុវត្តនឹងគឺឡានសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពខាសកន្លងមកគាត់ចុះហើយខាសក៏គាត់មានភាពវៃឆ្លាតដែរនៅពេលដែលគាត់មានបញ្ហាអីប្រជាពលរដ្ឋលើកអីជាចំណុចមួយដែលគាត់អត់អាចឆ្លើយតបបានគាត់ណូតទុកហើយនៅពេលដែលប្រជុំនៅក្នុងក្រុមប្រឹក្សាឃុំគាត់លើកជាសំណួរនឹងឡើងចាប្រជាពលរដ្ឋគាត់ថាផែនការរបស់យើងឆ្នាំ2025ឡានសង្គ្រោះបន្ទាន់យើងធ្វើអត់បានទេដោយសារទំហំទឹកប្រាក់នឹងធំយើងអត់មានថាវិការគ្រប់គ្រងទេតែដល់ពេលខ្ញុំទៅប្រជុំជាមួយប្រជាពលរដ្ឋនៅភូមិនោះគាត់ថាហេតុអីបានខ្ញុំមិនដាក់គាត់ឲ្យចម្លើយមកយើងពីរគាត់ថាបើយើងលើកអាចបានអាចអត់បើយើងអត់លើកគឺអត់បានទេនេះជាសម្លេងដែលប្រជាពលរដ្ឋគាត់ដាក់មកហើយខាសគាត់ណូតមកគាត់យកមកចែកនៅក្នុងនេះមកដល់កិច្ចប្រជុំកសាងផែនការនៅក្នុងឆ្នាំ2026នេះឡានសង្គ្រោះបន្ទាន់នៅតែលើកអដែរហើយលើកហើយអត់ដឹងមានការឆ្លើយតបទៅអត់ទេឆ្នាំហ្នឹង